ចឹងសួស្តីអ្នកនរគ្នាខ្ញុំចង់បង្រៀនតើតើអ្នកនរគ្នាឲ្យចេះ download កម្មវិធី DaVinci Resolve ដោយខ្លួនឯងអ្នកនរគ្នាអាចចូលមកកាន់ website របស់ DaVinci Resolve បានចឹងអ្នកនរគ្នាចូលមកកាន់ Google Chrome មកហើយអ្នកនរគ្នាក៏វាយពាក្យថា DaVinci Resolve មកអូខេចឹងវាយពាក្យថា DaVinci Resolve មកវា load ឲ្យអូខេយើង enter មកចឹងអ្នកនរគ្នាគាត់ឲ្យចុចមក click មកវានឹងនាំយើងចូលទៅកាន់ website DaVinci Resolve អូខេចឹងនេះគឺជា website របស់កម្មវិធី DaVinci Resolve ចឹងយើងចុចកន្លែង DaVinci Resolve 20នេះមកចឹងនៅពេលដែលយើងចូលមកកាន់ website ហ្នឹងហើយអ្នកនរគ្នាមើលពាក្យថា free download now បើសិនជាយើងយកបាយវាត្រូវចំណាយលុយរហូតដល់$295ចឹងវាចំណាយឲ្យច្រើនមែនទែនអញ្ចឹងយើងអត់យកបង់លុយទេយើងយក free អូខេចឹងអ្នកនរគ្នានៅក្នុងទីនេះវាមាន2ទី1អត់ studio ទេទី2គឺមាន studio អូខេចឹងអត្ថប្រយោជន៍ studio ហើយនិងអត់ studio ហ្នឹងសម្រាប់ studio គឺវាមានគ្រប់គ្រាន់plugin អីគឺវាមានគ្រប់គ្រាន់ប៉ុន្តែសម្រាប់DaVinci Resolve 20ដែលអត់ studio គឺវាអត់គ្រប់មុខងារទេអញ្ចឹងណាចឹងប៉ុន្តែសម្រាប់ DaVinci Resolve គឺវាមានមុខងារច្រើនមែនតើអញ្ចឹងអ្នកទាំងអស់គ្នាអាចបើអ្នកទាំងអស់គ្នាmake អ្នកទាំងអស់គ្នាអាច down ជា make បានអញ្ចឹងអ្នកទាំងអស់គ្នាដែលប្រើ Windows អាច download Windows បានអូខេយើងចុច Windows មកចាំតិចទៅចឹងនៅក្នុងទីនេះវាឲ្យយើងបំពេញឈ្មោះបំពេញទីក្រុងដាក់ email ដាក់លេខទូរស័ព្ទអីចឹងទៅប៉ុន្តែយើងអត់ចាំបាច់បំពេញទេអ្នកនរគ្នាមើលមកក្រោមឃើញពាក្យថា download only ណាអូខេអ្នកនរគ្នាចុចមួយមកចឹងវានឹងឲ្យយើង download ប៉ុន្តែគាត់ថាសម្រាប់អ្នកដែលមានសេវាខ្សោយអ្នកដែលមានសេវាខ្សោយគឺ view មែនតើព្រោះ version ចុងក្រោយversion 20.1 version 20.3.1 អញ្ចឹង version នេះជា version ចុងក្រោយហើយប៉ុន្តែវាស៊ីមេធំមែនតើរហូតដល់ 7G អូខេអញ្ចឹងអ្នកទាំងអស់គ្នាគឺ internet speed internet មុំគឺ down យូរមែនតើអូខេនេះអ្នកទាំងអស់គ្នានេះវា load ឲ្យពាក្យ download នេះឃើញពាក្យថា start download ទេអញ្ចឹងយើង start download មកអញ្ចឹងអ្នកទាំងអស់គ្នាវាយូរមែនតើនេះដោយសារ speed internet លឿនដែរប៉ុន្តែបើសិនជាយឺតវិញគឺយូរមែនតើអូខេអញ្ចឹងខ្ញុំខ្វែងវិញអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំមានDaVinci Resolve នេះខ្ញុំបានមកពីបងខាង DaVinci ដែរទេគាត់ឲ្យមកដែរទេអញ្ចឹងខ្ញុំនឹងដាក់ file មួយនេះឲ្យអ្នកទាំងអស់គ្នាមក download នៅក្នុង channel របស់ខ្ញុំ channel Telegram អញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅ down បាននៅពេលដែលខ្ញុំតម្លាក់វីដេអូអូខេអញ្ចឹងរបៀបដំឡើងអត់មានអីវ៉ាក់ទេអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែមកស្ដាំមកហើយយកពាក្យថា extract all អូខេ extract all អញ្ចឹងយើងចុចនឹងក៏បានអញ្ចឹងយកខាងលើនេះក៏បានចុចមួយមកឃើញពាក្យថា extract all អូខេអញ្ចឹងយើង extract មកអូខេចាំវាបន្តិចនេះឃើញទេវា 7.49 GB អញ្ចឹងវាវ៉ាវវាធំមែនតើអ្នកនរគ្នាចៃសម្រាប់ version ដែលចុងក្រោយគឺវាធំណាស់អញ្ចឹងខ្ញុំមិនបង្ហាញអ្នកទាំងអស់គ្នារហូតទៅដល់ចប់នេះទេដោយសារខ្ញុំមាន DaVinci Resolve រួចមកទៅហើយប៉ុន្តែគាត់ណាប្រាប់អ្នកទាំងអស់គ្នាពីរបៀបក្នុងការ download អូខេអញ្ចឹងអ្នកទាំងអស់គ្នាចាំវាបន្តិចទៅរហូតទៅដល់វាដើរពេញអូខេអ្នកទាំងអស់គ្នាអញ្ចឹងនៅពេលយើង extract វារួចវាមាន load file ឲ្យមួយណាអូខេអញ្ចឹងយើង double click វាមួយមកអញ្ចឹងយើងមកមើលនេះវាមានអញ្ចឹងយើងមើលឃើញ file patch មួយអញ្ចឹង file ហ្នឹងគឺជា file crack អូខេអញ្ចឹងអ្នកទាំងអស់គ្នាដល់ពេលតឡើងយើងចូលទៅកាន់ Windows Explorer ដើម្បីបិទមុខងារផងអូខេអ្នកទាំងអស់គ្នាមើល train នេះហើយចូលមកកន្លែង Windows មកអូខេ Windows Security អញ្ចឹងអ្នកទាំងអស់គ្នាចូលមកកន្លែង Windows នេះមកអញ្ចឹងអ្នកទាំងអស់គ្នាស្វែងរកពាក្យថានេះកន្លែង change setting នេះចឹងអ្នកទាំងអស់គ្នាគាត់បិទមកអូខេបិទវាមកអូខេចឹងនេះគាត់ខ្ញុំធ្វើបិទបង្ហាញទេខ្ញុំបើកវិញអូខេចឹងយើងទៅឡើង extract file មួយទៀតយើង extract មកអូខេ extract file មួយទៀតមកចឹងដល់ពេលដែលយើង extract រួចវាមាន file មួយទៀតសម្រាប់ឲ្យយើង install អូខេចឹងអ្នកនរគ្នាចាំវាបន្តិចទៅអូខេឥឡូវវាមាន file មួយសម្រាប់យើង install ហើយចឹងអ្នកនរគ្នា
គាត់ double click វាមកអ្នកនរគ្នាគាត់ double click វាមួយមកអញ្ចឹងនៅពេលដែលយើង double click វាមានពាក្យឲ្យយើង extract ហើយអូខេអញ្ចឹងខ្ញុំអត់ extract ទេដោយសារខ្ញុំមានហើយអញ្ចឹងអ្នកនរគ្នាគាត់ double click មកវា extract ហើយ extract ហើយវាមានឲ្យពាក្យថា next ហើយបន្តមកទៀតវាឲ្យពាក្យថា agree អញ្ចឹងយើងចុចclick agree មកចុច next ទៀតទៅហើយយើងតឡើងទៅបានហើយអូខេបានហើយអញ្ចឹងនៅពេលដែលយើងតឡើងបានរួចខ្ញុំឧទាហរណ៍ណានៅពេលដែលយើងតឡើងបានរួចយើងមកកាន់dependency របស់យើងដែលយើងបានតឡើងរួចហ្នឹងណាអ្នកនរគ្នាមកស្ដាំលើវាមកហើយយកពាក្យថា open file location ហើយដល់ពេលអ្នកទាំងអស់គ្នា open file location ហើយអ្នកទាំងអស់គ្នាមកស្ដាំមួយទៀតយកពាក្យថា open file location មួយទៀតអញ្ចឹងយើងទៅមើល file scratch នេះ file scratch ណាអញ្ចឹងអ្នកទាំងអស់គ្នាគាត់ណា select ទាំងអស់មកហើយមកស្ដាំយកពាក្យថា copy ហើយយើងមករបស់យើងដែលយើង open file location មិញហ្នឹងអ្នកនរគ្នាយកមកផាសលើនឹងមកគាត់ណាផាសលើនឹងមកហើយយើង refresh វាទៅបានហើយអូខេយើងអាចប្រើបានហើយក្នុងកម្មវិធី DaVinci Resolve ហ្នឹងអញ្ចឹងនេះជាការដំឡើង DaVinci Resolve សម្រាប់អ្នកនរគ្នាដែលមិនទាន់មានកម្មវិធី DaVinci Resolve អាចមក download នៅក្នុង website របស់ DaVinci Resolve ផ្ទាល់ក៏បានហើយនៅក្នុង channel Telegram របស់ខ្ញុំក៏បានទម្លាក់ file DaVinci Resolve ឲ្យអ្នកទាំងអស់គ្នាយកទៅ install ដោយខ្លួនឯងបាន